chaបងប្អូនថ្ងៃនេះខ្ញុំស្រមជួយគ្រឿងឆ្អឹងជំនីជ្រូកវាជាមួយនឹងសាច់ជ្រូកខ្ញុំមានសាច់ជ្រូកហើយនឹងឆ្អឹងនឹងមកហើយនឹងប្រហុកហើយនឹងគ្រឿងបុកមួយចានមកចាខ្ញុំដាក់លីងម្ទេសបន្តិចមកម្ទេសផុសម៉ាឡេស៊ីអាធំហ្នឹងលីងវាឲ្យឈ្ងុយតិចបន្ទាប់មកខ្ញុំចាក់គ្រឿងបុកមួយចានចូលទៅចាហើយយើងលីងគ្រឿងនឹងឲ្យវាឡើងឈ្ងុយបន្តិចមកហើយខ្ញុំដាក់ប្រហុកមួយច្រាមកប្រហុកនេះគឺប្រហុកសាច់ណាលីងគ្រឿងជាមួយនឹងផុកឲ្យវាឡើងឈ្ងុយតិចមកចាបន្ទាប់ពីលីងគ្រឿងឈ្ងុយហើយខ្ញុំក៏ចាក់សាច់ចូលទៅតែបន្ទាប់មកខ្ញុំដាក់ម្សៅម្ទេសកូរ៉េកន្លះស្លាបព្រាបាយទៅបងប្អូនហើយនឹងដុំស៊ុបចំនួន2ដុំទៅបងប្អូនប្រើប៊ីចេងក៏ដាក់ប៊ីចេងទៅចាហើយនេះគឺជាម្សៅកាសាំងខ្ញុំដាក់1ស្លាបព្រាបាយសិនហើយចាំភ្លក់តាមក្រោយទៀតចាហើយចាក់ទឹកត្រីចូលប្រហែលជា2ស្លាបព្រាបាយមកចាហើយខ្ញុំដាក់ស្ករកន្លះស្លាបព្រាបាយចូលទៅចាយើងកូរវាលីងវាឲ្យស្ងួតទឹកបន្តិចមកសិនយើងចាក់ទឹកចូលចាឥឡូវវាបានកូរទឹកហើយខ្ញុំក៏ចាក់ទឹកចូលទៅចាបន្ទាប់មកខ្ញុំរំងាស់វាឲ្យផុយសាច់បន្តិចមកបានខ្ញុំដាក់បន្លែចូលតាមក្រោយណាចាដោយសារវាស្ទើរជូរខ្ញុំដាក់ម្សៅកាសាំង1ស្លាបព្រាបាយកន្លះទៀតទៅចាសរំជូរនេះត្រូវការឲ្យជូររៀងច្រាស់បន្តិចបានឆ្ងាញ់ចាចំណែកបន្លែខ្ញុំដាក់ដើមសាឡារីខ្មែរយើងហៅថាគិនចាយបងប្អូនស្រោមជួយគ្រឿងដាក់ដើមហ្នឹងគឺឆ្ងាញ់ឥឡូវសាច់ផុយហើយខ្ញុំដាក់បន្លែចូលទៅចាសម្លចុងក្រោយនេះខ្ញុំដាក់សឹកកត្រូបយកទៅលីងឲ្យឈ្ងុយមកចាឥឡូវវាឆ្អិនហើយខ្ញុំចាក់សឹកកត្រូបចូលទៅហើយនឹងដាក់ម្ទេសបន្ថែមមកម្ទេសនេះអត់ហឹរទេណាបងប្អូនគាត់ដាក់វាយកពណ៌ស្អាតឆ្អិនរួចរាល់ហើយបងប្អូនរសជាតិបងប្អូនភ្លក់ទៅតាមរសជាតិបងប្អូនចង់បានទៅចូលចិត្តជូរផ្អែមប្រៃអីបងប្អូនដាក់តាមនឹងទៅណាចាឥឡូវឆ្អិនហើយចាឈ្ងុយសឹកកត្រូបហើយឆ្ងាញ់មែនតើរសជាតិណាបងប្អូន